ញឬក៏ជួលអចលនៈទ្រព្យតាមរយៈ agent ណាច្បាស់ជាថ្លៃពីព្រោះអីម្ចាស់អចលនៈទ្រព្យទាំងអស់ហ្នឹងគាត់ត្រូវបូកលុយទៅលើតម្លៃលក់តម្លៃជួលហ្នឹងបន្ថែមទៀតដើម្បីទុកកុំចង់ឲ្យទៅ agent នេះហាគឺជាការយកច្រឡំដ៏ធំមួយកាលពីវគ្គមុនបងសវណ្ណទិញដីក៏អត់បានហើយតែវេលាដែលគាត់ជួលហ្នឹងអាសាមានបញ្ហាទៀតអញ្ចឹងគាត់ក៏បែកគណិតទៅចង់ជួល condo បណ្ដោះអាសន្នសិនអញ្ចឹងដោយសារតែគាត់ឃើញថា agent ម្នាក់ហ្នឹងមើលទៅជាមនុស្សដែលអាចទុកចិត្តបានគាត់ក៏ឲ្យ agent ហ្នឹងបន្តស្វែងរកដី 3-4 ជំរើសទៀតឲ្យគាត់មកហើយក៏ក្នុងពេលតែមួយហ្នឹងជួយរក condo ឲ្យគាត់ជួលនៅជាមួយគ្រួសារគាត់ផងពីព្រោះគាត់ពិបាករស់នៅកន្លែងហ្នឹងវាចេះតែមានបញ្ហាអស់ពីបញ្ហាទឹកទៅបញ្ហាភ្លើងបញ្ហាអីហូរហែអញ្ចឹងទៅក្នុងពេលតែមួយហ្នឹងបងសវណ្ណហ្នឹងគាត់នៅតែមានអាទម្លាប់ចង់ធ្វើអីដោយខ្លួនឯងអញ្ចឹងណាចង់រកចង់អ្នកទ្រព្យនឹងខ្លួនឯងក៏គាត់ទៅឃើញនៅលើក្បែរ24ហ្នឹងឃើញ condo មកកន្លែងនោះតម្លៃ1200ក្នុងមួយខែហើយនៅតែមានកូនចិត្តដដែលនឹងទៀតថាអូបើខ្ញុំចរចាខ្លួនឯងហេងសុយ1100អីបានហើយនេះហើយក៏ agent ហ្នឹងគាត់ថាបងទុកឲ្យខ្ញុំចរចាឲ្យទៅតែសួរថាហេតុអីបាន agent នឹងខាត់មិន agent នឹងណាទៅសុំវ៉ម្ចាស់ condo នឹងឲ្យចុះតម្លៃតាមតែចិត្តគាត់ចង់បានទេមិនមែនទេប៉ុន្តែ agent ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវគឺគាត់មានទិន្នន័យគាត់មានចំណេះដឹងទីផ្សារច្បាស់លាស់ដែលគាត់អាចបញ្យល់ទៅម្ចាស់ condo នឹងបានថាcondo ផបងទំហំប៉ុណ្ណឹងជន់ប៉ុណ្ណឹងទីតាំងហ្នឹងគឺនៅក្នុងតម្លៃប៉ុណ្នេះឯងការចរចាជាមួយនឹងម្ចាស់ផ្ទះបានត្រឹមត្រូវហើយម្ចាស់ផ្ទះហ្នឹងក៏គាត់យល់ព្រមជួលឲ្យបងសម័នក្នុងតម្លៃត្រឹមតែ$950បងសវណ្ណគាត់សប្បាយចិត្តមែនតើដែលក្នុងចិត្តគាត់គិតថា1100ជាតម្លៃដែលគាត់អាចចរចាបានតែផ្ទុយទៅវិញ agent នឹងអាចចរចាបានដល់950ដែលអាចជួយ save បងសវណ្ណរហូតដល់ទៅ$250ក្នុងមួយខែទៀត agent ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវគាត់មិនមែនធ្វើឲ្យតម្លៃចលនាទ្រព្យនឹងឡើងថ្លៃទេប៉ុន្តែគាត់ធ្វើឲ្យតម្លៃចលនាទ្រព្យដែលម្ចាស់ចលនាទ្រព្យនឹងបំផោងឲ្យមកត្រឹមត្រូវតាមតម្លៃទីផ្សារវិញអញ្ចឹងបងសវណ្ណបន្ទាប់ពីមានបទពិសោធន៍ល្អជាមួយនឹង agent ម្នាក់ហ្នឹងគាត់ថែមទាំងចាប់ដើមមានចិត្តចង់ទៅទិញ condo ផ្ទាល់តែម្ដងតែសួរថាការទៅរកទិញ condo នៅសម្រាប់ខ្លួនឯងនេះតើវាងាយស្រួលអត់តើសួរថាគួរតែយកទីតាំងមួយណាតើតម្លៃ condo បែបណាដែលត្រូវជាមួយថវិការបស់យើងត្រូវជាមួយនឹង lifestyle របស់យើងអញ្ចឹងសំណួរសួរថាតើ agent ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនោះអាចជួយបងសវណ្ណរក condo ក្នុងក្តីសម័យរបស់គាត់បានដែរឬអត់ចង់ដឹងថាយ៉ាងម៉េចសូមតាមដានវីដេអូបន្តទៀត